ជាពិសេសក្នុងសង្គមខ្មែរយើងតែតែប្រកាន់ជ្រុលរហូតឲ្យធ្វើខ្លួនជាអ្នកមួលបង្កាត់ពុទ្ធដីកាដោយមិនដឹងខ្លួនដោយតួយ៉ាងរឿងតលតែពេញមានចម្លងឬក៏ថាចាស់ទៅអីទៅទើបអាចធ្វើកឋិនបានទើបអាចជួលត្រៃកឋិនបានជាដើមណាអានឹងសិតតែពាក្យមួលបង្កាត់ពុទ្ធដីកាហើយអស់លោកណាខំប្រឹងធ្វើអញ្ចឹងអស់លោកនឹងធ្លាក់នរកដូចគេច្រាមទម្លាក់អញ្ចឹងមិនបុណ្យទេណាស្រាប់បានណាតិចទៅនិយាយបង្អើលក្មេងថាអ្នកមាននាងណែក្មួយឯងណែក្មេងអញ្ចឹងអីអញ្ចឹងมันអាចធ្វើកឋិនបានទេมันអាចជួលត្រៃកឋិននេះបានទេនេះមនុស្សនេះគឺមនុស្សមួលបង្កាច់ពុទ្ធដីកាធ្លាក់នរកដូចគេច្រាមទម្លាក់nênប្រយ័ត្នមកលោកយាយវិសាខាធ្វើកឋិនតាំងពីគាត់ដល់អាយុ7ឆ្នាំហើយគាត់មិនដែលក្រឲ្យគាត់តែមួយថ្ងៃក៏លោកយាយវិសាខាមិនដែលស្គាល់ថាក្រដែរមិនដែលស្គាល់ថាខ្វះដែរហើយធ្វើកឋិនតាំងដល់ពី7ឆ្នាំណាអញ្ចឹងឈប់នាំគ្នាអញ្ចឹងទៀតណាគេនិយាយក៏កុំជឿហើយអ្នកនិយាយហ្នឹងមិនមែននិយាយល្អជាទេធ្លាក់នរកដូចច្រាមទម្លាក់អត់ដឹងខ្លួនទេពួកបុណ្យកឋិននេះមិនមែនបុណ្យដែលកើតឡើងដោយបរិស័ទយើងអ្នកធ្វើឯណាអ្នកនឹកឃើញថាឯណាអ្នកនឹកឃើញធ្វើអីអត់ទេកើតឡើងព្រោះពុទ្ធបំណងព្រះអង្គបង្កើតឡើងព្រះសម្ពុទ្ធនោះអ្នកបង្កើតបុណ្យហ្នឹងហើយព្រះសម្ពុទ្ធគ្រប់ព្រះអង្គទៀតលោកអ្នកបង្កើតមិនមែនព្រះសម្មាសម្ពុទ្ធតែក្នុងផតកັບហ្នឹងតែក្នុងសាសនាហ្នឹងទេដោយព្រះសាសនាព្រះបរមគ្រូនៃយើងបច្ចុប្បន្នព្រះសម្មាសម្ពុទ្ធបរមគ្រូប៉ុន្តែកឋិនហ្នឹងសូម្បីតែព្រះពុទ្ធមុនហ្នឹងគ្រប់អង្គតែងតែត្រាស់បង្គាប់នឹងពុទ្ធជាញ្ញាណឲ្យមានបុណ្យកឋិននឹងឡើងអញ្ចឹងបុណ្យហ្នឹងបុណ្យធំណាស់បានតែគេឲ្យនាំគ្នាធ្វើអ្នកណាធ្វើពីក្មេងហ្នឹងល្អ